គ្នាថ្ងៃនេះយើងមកស្វែងយល់ពាក់ព័ន្ធមួយកុំព្យូទ័រទៀតគឺទៅលើ username កុំព្យូទ័រហើយនិង version Windows ថាយើងឆែកកន្លែងណាដើម្បីយើងដឹងថាversion យើងប្រហែលហើយយើងមើលមិនឲ្យដឹងថាusername កុំព្យូទ័រយើងអីគេហើយពាក់ព័ន្ធមួយ username អីហ្នឹងយើងទៅមុខទៀតនឹងដឹងពីរបៀបប្រើប្រាស់វាថាយើងដឹងទៅមានអត្ថប្រយោជន៍អីហើយ Windows ដឹងពី version Windows ទៅយើងមានអត្ថប្រយោជន៍អីក្នុងការដឹងវាតាឥឡូវយើងចាប់ដើមចូលទៅរបៀបការឆែកមើលទាំងអស់គ្នាពាក់ព័ន្ធមួយការឆែកusername ជាធម្មតាពេលដែលយើងបើកឬក៏បិទ Windows ឬក៏ Sleep យើងឃើញវានឹង load username ឲ្យយើងចុចលើ start menu នេះក៏បាន icon នេះចុចមកយើងឃើញនេះ username របស់ computer របស់យើងគឺចេញ David នេះគឺ username របស់ខ្ញុំហើយរូបខ្ញុំតែម្ដងពាក់ព័ន្ធមួយទៀតយើងអាចទៅ right click លើ disk PC ហើយតមកយក property យក show more and then យក manage តពីចុចលើ manage ហើយវានឹងចេញផ្ទាំង computer management មកតមកទៀតយើងមើលមកខំតិចមកឃើញពាក្យថា local user and group នៅកន្លែងនេះយើងចុចចុះក្រោមមកយើងយកពាក្យថា user តពីចុចយក user មកយើងមើលឃើញហើយនេះឃើញទេឈ្មោះថា Jane David ជា username account ដែលខ្ញុំបាន log ទៅលើកុំព្យូទ័រមួយហ្នឹងហើយកុំព្យូទ័រហ្នឹងdevice កុំព្យូទ័រមួយហ្នឹងយើងអាចមាន username បង្កើត username ជាច្រើនទៀតអញ្ចឹងចាំទៅដល់មុខទៀតខ្ញុំនឹងទិញវីដេអូការបង្កើត username អីទៀតមានដូចជាដាក់លេខកូដឲ្យវាហើយអ្វីទៅជា administrator អីទៀតតែឥឡូវយើងមកស្វែងយល់ពីការចូលមកកាន់ផ្ទាំង computer management ឬក៏ចូលមកកាន់user account របស់យើងហើយដើម្បីចូលchange username បានយើងអាច right click មកយើងយកពាក្យថា property តទៅទៀតយើងឲ្យវាយអីគេឲ្យយើង set ឈ្មោះបានហើយ change អីហើយប៉ុន្តែពេលខ្លះយើងអាច change នៅលើ username ហ្នឹងហ្មងអត់បានទេពេលខ្លះយើងអាច change តតែយើង log in ចូលទៅកាន់ administrator នេះដូចជា full name របស់យើងឈ្មោះ bit នេះហ្នឹងយើងអាច select វាមកយើងវាយឈ្មោះពេញមកអូខេហើយយើង apply មកជាអូខេចឹងណាឃើញវា load មកអត់ full name របស់យើងនេះអញ្ចឹងអានេះអត់មានអីទេវាពាក់ព័ន្ធជាមួយនឹង user account របស់ computer របស់យើងដើម្បីឆែកមើលថាaccount របស់យើងឈ្មោះអី username របស់យើងឈ្មោះអីមិនថាលេងប្រើកុំព្យូទ័រទៅដល់ពេលគេសួរថាបងឲ្យ username account មកអីមកទៅយើងអត់ដឹង username អីគេអត់ដឹងសោះតាឥឡូវយើងមកស្វែងយល់ពាក់ព័ន្ធមួយ version Windows មួយទៀតថាយើងឆែកកន្លែងណាហើយមើលមិនហើយពាក់ព័ន្ធមួយ version Windows នឹងដែរគឺគេមើលវាដើម្បីដឹងថាWindows អីគេ support មួយកម្មវិធីអីខ្លះកម្មវិធីដែលយើងតម្លើង install នៅលើកុំព្យូទ័ររបស់យើងហ្នឹងវា support មួយ Windows យើងអត់អញ្ចឹងណាអញ្ចឹងដើម្បីឆែកមើលបានយើងអាច right click លើ disk PC របស់យើងដដែលហ្នឹងងាយតមកយើងយកពាក្យថា property នៅកន្លែងហ្នឹងទៀតនេះកន្លែងហ្នឹងទៀតសោតគេមាន shortcut key ឲ្យយើងចុច alt បូកមួយ enter តែឥឡូវយើង property មកនេះបន្ទាប់ពី property មកវាបង្ហាញ path ឲ្យយើងមើលឃើញវាស្ថិតនៅក្នុង system នៅក្នុង about setting system about នេះជាកុំព្យូទ័រ account របស់យើង storage របស់ខ្ញុំគឺម៉ាតេកុំព្យូទ័រម៉ាតេ graphic card GB RAM 610G គឺវាលឿន processor របស់ខ្ញុំគឺ Intel Core i5 នេះពាក់ព័ន្ធជាមួយនឹង device របស់យើង device គេ device name username នេះ David នេះ processor អានេះគឺជា hardware របស់កុំព្យូទ័ររបស់យើងទេថាវាកម្រិតអីគេ RAM វាប្រហែល RAM វា 610G គឺលឿនហើយសម័យឥឡូវនេះគឺលឿនហ្មង system tab នេះគឺ64 bit អញ្ចឹងក៏យើងនៅពេលដែលយើងតម្លើងឬក៏ install កម្មវិធីមួយចំនួនក៏យើងមើលដែរទៅលើ bit ទៅលើ system bit ហ្នឹងមកក្រោមទៀតនេះ Windows របស់ខ្ញុំគឺ Windows 11 Pro ឃើញទេអញ្ចឹងពាក់ព័ន្ធមួយ Windows ក៏ដូចជា bit មកអញ្ចឹងគឺយើងត្រូវមើលវានៅពេលដែលយើង install នៅកម្មវិធីមួយចំនួនគឺវា support ជាមួយនឹង Windows បាន Windows 11 Windows 10អញ្ចឹងណាអញ្ចឹងមូលហេតុអីបានយើងត្រូវដឹងគឺដើម្បីយើង install នៅកម្មវិធីមួយចំនួនលើកុំព្យូទ័រយើងបាន
ចឹងរបៀបនៃការចូលមើល Windows ក៏យើងយល់ខ្លះហើយរបៀបពីការចូលមើលឬក៏ change នៅ username របស់ computer របស់យើងក៏បានដែរចឹងថ្ងៃហ្នឹងយើងស្វែងយល់ពីចំណុចហ្នឹងហើយជួយ like និង share វីដេអូរបស់ខ្ញុំផងអរគុណជួបគ្នានៅវីដេអូក្រោយ